ជំរាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមយកព័ត៌មានដែលតក់ស្លុតមួយដែរតាក់ទងទៅនឹងអគ្គិភ័យឆេះផ្សារទំនើបហេងឆៃលីរៀលដាលដល់ផ្ទះអ្នកជិតខាងសរុប23ល្វែងដោយគេមិនទាន់ដឹងមូលហេតុពិតប្រាកដឡើយបាទនៅខេត្តបាត់ដំបងផ្សារទំនើបហេងឆៃលីមានទំហំស្មើនឹង18ល្វែងផ្ទះកម្ពស់4ជាន់រួមនឹងផ្ទះអ្នកជិតខាងចំនួន5ល្វែងទៀតត្រូវអគ្គិភ័យលេបត្របាក់យកអស់គ្មានសល់នៅវេលាម៉ោង 9:30 នាទីយប់ថ្ងៃទី23ខែតុលាដោយស្ថិតនៅក្នុងបុរីមហាទេពក្នុងភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងតែគេមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យមានអគ្គិភ័យនោះនៅឡើយទេយោងទៅតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថាអគ្គិភ័យនេះបានចាប់ផ្ដើមចេញពីផ្សារទំនើបហេងឆៃលីហើយឆេះរៀលដាលឆ្លងទៅកាន់ផ្ទះល្វែងនៅជាប់ៗគ្នានោះអស់ជាច្រើនល្វែងទៀតអគ្គិភ័យបានប្រឹងលេបត្របាក់តួផ្សារទាំងមូលនិងផ្ទះអ្នកជិតខាងអស់រយៈពេលរាប់សិបម៉ោងបើទោះបីជាសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងប្រឹងប្រែងក្នុងការបាញ់ទឹកពន្លត់យ៉ាងណាក្តីទំនិញសពសារពើនៅក្នុងផ្សារទំនើបហេងឆៃលីត្រូវភ្លើងលេបយកទាំងស្រុងរីឯលំនៅឋានរបស់ប្រជាពលរដ្ឋដែលនៅជាប់គ្នានោះក៏រងការខូចខាតអស់ទាំងស្រុងផងដែរជាពិសេសលំនៅឋានរបស់ជនរងគ្រោះឈ្មោះវែងពិសីចំនួន2ល្វែងដែលធ្លាប់ត្រូវអគ្គិភ័យឆាបឆេះកាលពីឆ្នាំតមិញពេលនេះក៏ត្រូវភ្លើងអគ្គិភ័យឆេះអស់សាជាថ្មីម្ដងទៀតរបាយការណ៍ដដែលបានឲ្យដឹងដែរថាជនរងគ្រោះដោយសារអគ្គិភ័យនេះមានមួយឈ្មោះហេងឆៃលីថៅកែផ្សារទំនើបហេងឆៃលីមានទំហំ18ល្វែងកម្ពស់4ជាន់ខូចខាតទាំងស្រុងហើយថែមទាំងបាក់ស្រុតអគារផ្សារតែម្ដងពីរឈ្មោះវែងពិសីភេទប្រុសខូចខាតផ្ទះចំនួន2ល្វែងកម្ពស់4ជាន់រួមទាំងទ្រព្យសម្បត្តិមួយចំនួនផងដែរ3ឈ្មោះនីវណារិនភេទប្រុសខូចខាតផ្ទះចំនួន1ល្វែងកម្ពស់4ជាន់រួមទាំងទ្រព្យសម្បត្តិមួយចំនួន4ឈ្មោះអិនរីភេទស្រីខូចខាតផ្ទះចំនួន1ល្វែងរួមទាំងទ្រព្យសម្បត្តិ5ឈ្មោះច័ន្ទធូភេទស្រីខូចខាតផ្ទះ1ល្វែងកម្ពស់4ជាន់រួមទាំងទ្រព្យសម្បត្តិមួយចំនួនដែរសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យអគ្គិភ័យដ៏មហន្តរាយនេះកើតមានឡើងនៅឡើយទេគិតត្រឹមម៉ោង1រសៀលថ្ងៃទី24ខែតុលាហើយក៏មិនទាន់ដឹងពីទំហំនៃការខូចខាតជាក់លាក់នៅឡើយផងដែរប៉ុន្តែគេគ្រាន់តែដឹងដែរថាអគ្គិភ័យនេះគឺចាប់ផ្ដើមចេញពីអគារផ្សារទំនើបហេងឆៃលីរួចក៏ឆេះរាលដាលឆ្លងចូលផ្ទះល្វែងជាប់គ្នានោះតែម្ដងអភិបាលក្រុងបាត់ដំបងលោកលៀងវាសនាដែលចុះអន្តរាគមន៍ផ្ទាល់ជាមួយនឹងលោកអភិបាលខេត្តនិងកម្លាំងសមត្ថកិច្ចចម្រុះផងបានប្រាប់ក្រុមសារព័ត៌មានកោះសន្តិភាពថាអគ្គិភ័យនេះបានបន្លាយពេលជាច្រើនម៉ោងចាប់តាំងពីពេលកើតហេតុរហូតដល់ពេលរលត់បើគិតត្រឹមម៉ោង12ថ្ងៃត្រង់ថ្ងៃទី24ខែតុលាភ្លើងនៅតែបន្តឆេះផ្ទះមួយល្វែងទៀតនៅឡើយទេដែលបញ្ហានេះសមត្ថកិច្ចជំនាញជួបការលំបាកក្នុងការបាញ់ទឹកពន្លត់ដោយសារតែទីតាំងខ្ពស់លោកអភិបាលក្រុងបានបញ្ជាក់ថាលោកមិនទាន់ដឹងពីមូលហេតុពិតប្រាកដទេព្រោះសមត្ថកិច្ចនិងម្ចាស់ផ្សារកំពុងធ្វើការស្រាវជ្រាវនៅឡើយអគ្គិភ័យបានឆេះផ្សារហើយឆ្លងរាលដាលទៅកាន់ផ្ទះល្វែងនានាដែលនៅជាប់គ្នានោះបើគិតជាផ្ទះល្វែងខូចខាតអស់ចំនួន23ល្វែងក្នុងនោះតួផ្សារហេងឆៃលីមាន18ល្វែងហើយក្នុងចំណោមនេះមានចំនួន13ល្វែងបានបាក់ស្រុតចុះតែម្ដងលោកបានបញ្ជាក់ថែមថាទំហំនៃការខូចខាតជាក់ស្ដែងមានផ្សារទំនើបហេងឆៃលីនិងផ្ទះប្រជាពលរដ្ឋសរុប23ល្វែងតែយើងមិនទាន់ដឹងពីទំហំទឹកប្រាក់នៅឡើយនោះទេព្រោះម្ចាស់ផ្សារនិងម្ចាស់ផ្ទះនីមួយៗមិនអាចទាន់គណនាបានដោយឡែកមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះក៏សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវផងដែរបើទោះបីជាព័ត៌មានបឋមបានអះអាងថាផ្ដើមចេញពីផ្សារទំនើបហេងឆៃលីក្តីជំវិញគ្រោះអគ្គិភ័យដ៏មហន្តរាយនេះមន្ត្រីពលរដ្ឋអគ្គិភ័យបានបញ្ជាក់ដែរថាចាប់តាំងពីពេលកើតរហូតមកដល់ថ្ងៃរសៀលនេះមន្ត្រីពលរដ្ឋអគ្គិភ័យបានចំណាយទឹកអស់ចំនួន68រថយន្ត
និងប្រើប្រាស់រថយន្តពលគីភ័យចំនួន13គ្រឿងដែលបញ្ជូនមកតាមបណ្ដាស្រុកនានាអគ្គិភ័យនេះបានបំផ្លិចបំផ្លាញទំនិញផ្សារទំនើបរួមទាំងផ្ទះប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់តែពុំមានគ្រោះថ្នាក់ដល់មនុស្សនោះឡើយបាទនេះព័ត៌មានដែលគួរឲ្យសោកសៅមែនទែននៅកើតឡើងនៅក្នុងខេត្តបាត់ដំបងបាទហើយព័ត៌មានថ្ងៃនេះក៏មានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា